សួស្តីអ្នកទាំងអស់គ្នាវិលមកជួប admin សាជាថ្មីនៅក្នុងការសម្រាយរឿង BL ប៉ុន្តែម្ដងនេះមិនមែន BL ទេគឺជា Romance ចិនហើយជា Romance បុរាណទៀតសាច់រឿងគឺថាគួរឲ្យចាប់អារម្មណ៍និងល្អមើលខ្លាំងមែនទែនដែលតួអង្គឯក top របស់យើងនឹងគឺថាមានប្រវត្តិមិនធម្មតារីឯតួអង្គបឋមវិញគឺជាកូនស្ដេច admin សូមដាក់ចំណងជើងបែបខ្មែរថាស្នេហានិងការសងសឹកដើម្បីកុំឲ្យខាត់ពេលយូរចូលមកដល់ការសម្រាយរឿងរបស់យើងតែម្ដងផ្ដើមក្បាលនៃសាច់រឿងរបស់យើងដំបូងហ្នឹងគឺឃើញថាមានព្រះរាជបុត្រមួយអង្គហ្នឹងកំពុងរត់យ៉ាងត្រហេកប្រហមពីព្រោះថាគាត់កំពុងតែត្រូវគេតាមសម្លាប់ហើយអ្នកដែលសម្លាប់គាត់ហ្នឹងបើតាមមើលតាមរយៈការស្លៀកពាក់ក៏ជាព្រះរាជបុត្រមួយអង្គដែរផ្លែព្រួញបានតម្រង់ឡើងលឿនស្លេវទៅរកព្រះបុត្រាដែលកំពុងតែរត់នោះប៉ុន្តែជាសំណាងល្អផ្លែព្រួញមិនបានត្រូវព្រះបុត្រានោះទេប៉ុន្តែវាបានធ្វើឲ្យព្រះបុត្រាហ្នឹងគឺដួលព្រះបុត្រាមួយអង្គនោះទ្រង់មិនបានបញ្ឈប់តែត្រឹមនឹងទេទ្រង់ក៏បានយកព្រួយមួយទៀតហ្នឹងមកបាញ់តម្រង់ព្រះបុត្រាដែលដួលនោះហើយសាច់រឿងក៏បកទៅកាន់ហេតុការណ៍ដែលកើតឡើងមុននឹងបន្តិចadmin សូមណែនាំតួអង្គតែម្ដងទ្រង់គឺជាតួអង្គឯកបឋមរបស់យើងដែលមានឈ្មោះថាឈីងហើយទ្រង់គឺជាព្រះបុត្រាទី6គឺទ្រង់កំពុងតែធ្វើដំណើរទៅរកព្រះមេដារបស់គាត់នៅឯរាជដំណាក់ប៉ុន្តែនៅពេលដែលទ្រង់ដើរជិតដល់ដំណាក់របស់មេដារបស់ទ្រង់នោះទ្រង់បានឮសំឡេងមេដារបស់ទ្រង់ដែលមើលទៅសំឡេងនោះហាក់ដូចជាត្រូវការជំនួយមាតារបស់ទ្រង់គឺជាអ្នកម្នាងយូហើយមាតារបស់ទ្រង់កំពុងតែត្រូវព្រះបុត្រាដែលព្យាយាមសម្លាប់គាត់មិញនឹងចាប់រំលោភព្រះបុត្រាម្នាក់នឹងទ្រង់គឺជាព្រះបុត្រាសំណាប់របស់ព្រះអង្គហើយគឺជាព្រះបុត្រាស្នងរាជទ្រង់គឺជាព្រះបុត្រាមួយអង្គដែលមានចិត្តអាក្រក់សាហាវយងខ្នងខ្លាំងមែនទែនគឺទ្រង់គ្មានភាពខ្លាចញញើតឡើយនៅក្នុងការចាប់រំលោភអ្នកម្នាងរបស់ស្ដេចដែលត្រូវជាម្ដាយទីតីរបស់ខ្លួនទ្រង់មិនខ្លាចញញើតនៅក្នុងការធ្វើបែបនេះដោយសារតែអ្នកម្នាងហូនិងព្រះបុត្រាទី6គឺជាមនុស្សដែលព្រះអង្គមិនសពព្រះរាជហឫទ័យហើយត្រូវព្រះអង្គបោះបង់ចោលមិនខ្វល់ខ្វាយពួកទ្រង់គឺមានតែតួនាទីនិងឋានៈប៉ុន្តែគ្មានអំណាចអ្វីទាំងអស់ព្រះបុត្រាទី6ទ្រង់ក៏បានចូលព្រះរាជដំណាក់ដើម្បីជួយសង្គ្រោះព្រះមេដារបស់ទ្រង់ហើយក៏បានចាប់ទាញព្រះបុត្រាស្នងរាជនោះឲ្យដួលទៅនឹងក្តារហើយក៏បានយកអាវមកគ្របដណ្ដប់ឲ្យមេដារបស់ទ្រង់ហើយប្រាប់មេដារបស់ទ្រង់ថាកុំឲ្យភ័យគឺមានទ្រង់នៅទីនេះហើយទ្រង់ក៏បានថាឲ្យអាព្រះបុត្រាស្នងរាជនោះថាហេតុអ្វីបានជាធ្វើទង្វើថោកទាបបែបនេះទ្រង់នឹងទៅប្រាប់ព្រះអង្គដើម្បីឲ្យព្រះអង្គដាក់ទោសប៉ុន្តែអាព្រះបុត្រាស្នងរាជនោះវាគ្មានខ្លាចញញើតអីបន្តិចទេពីព្រោះថាពីរអ្នកនឹងគឺគ្មានតម្លៃក្នុងភ្នែករបស់ព្រះអង្គឡើយវានៅនិយាយទៅថាប្រសិនបើអ្នកម្នាងយូព្រមបូជារាងកាយឲ្យវានៅពេលដែលវាឡើងខ្លាយទៅជាស្ដេចវានឹងផ្ដល់ឋានៈមួយឲ្យព្រះបុត្រាទី6ធ្វើជាព្រះបុត្រាតូចព្រះបុត្រាទី6មិនអាចទ្រាំស្ដាប់សម្ដីដែលព្រះបុត្រាស្នងរាជមើលងាយទ្រង់និងមេដារបស់ទ្រង់ទ្រង់ក៏បានវាយព្រះបុត្រាស្នងរាជនោះមួយដៃយ៉ាងខ្លាំងព្រះបុត្រាស្នងរាជគឺពិតជាខឹងខ្លាំងមែនទែននៅពេលដែលព្រះបុត្រាទី6ហ៊ានមកវាយទ្រង់ក៏បានវាយប្រហារព្រះបុត្រាទី6វិញភ្លាមព្រះបុត្រាទី6ទ្រង់គឺអត់ចេះវិជាកុននោះទេហើយកម្លាំងរបស់ទ្រង់ក៏ខ្សោយដែរហេតុនេះហើយទើបទ្រង់ត្រូវព្រះបុត្រាស្នងរាជវាយតាមចិត្តអ្នកម្នាងយូព្យាយាមទៅជួយបុត្ររបស់ទ្រង់ប៉ុន្តែត្រូវព្រះបុត្រាស្នងរាជនោះក៏វាសទ្រង់ឲ្យត្រូវអុកក្បាលទៅនឹងគ្រែព្រះបុត្រាស្នងរាជបានបន្តវាយព្រះបុត្រាទី6ស្ទើរតែព្រះបុត្រាទី6សន្លប់បាត់ទៅហើយនៅពេលដែលព្រះបុត្រាស្នងរាជប្រងបង្ហើយវាយព្រះបុត្រាទី6ឲ្យស្លាប់តែម្ដងនោះអ្នកម្នាងយូក៏បានស្ទុះមកអោបជើងព្រះបុត្រាស្នងរាជដើម្បីទុកឱកាសឲ្យបុត្ររបស់ទ្រង់រត់គេចព្រះបុត្រាទី6គឺទ្រង់មិនចង់រត់គេចតែឯងនោះទេគឺទ្រង់ចង់យកមេដារបស់ទ្រង់រត់ទៅជាមួយដែរប៉ុន្តែមេដារបស់ទ្រង់បានស្រែកម្ដងហើយម្ដងទៀតប្រាប់ឲ្យបុត្ររបស់ទ្រង់នឹងរត់ទៅអ្នកម្នាងយូគឺទ្រង់ដឹងច្បាស់ណាស់ប្រសិនបើបុត្ររបស់ទ្រង់នៅតែនៅទីនេះច្បាស់ណាស់ថាព្រះបុត្រាស្នងរាជនឹងមិនលើកលែងឲ្យទ្រង់ឡើយព្រះបុត្រាទី6ក៏រត់ចេញទៅទាំងមិនដាច់អាឡ័យហើយទ្រង់រត់ចេញទៅនឹងគឺគោលបំណងដើម្បីទៅរកព្រះអង្គដើម្បីមកជួយនៅពេលដែលព្រះបុត្រាទី6រត់ចេញទៅព្រះបុត្រាស្នងរាជទ្រង់ក៏មិនលើកលែងឲ្យដែរទ្រង់ក៏បានដេញតាមបកមកសាច់រឿងបច្ចុប្បន្នកាលវិញពេលនេះព្រះបុត្រាទី6កំពុងតែដួលនៅលើថ្មព្រះនេត្ររបស់ទ្រង់កំពុងតែបើកដោយភាពភ័យខ្លាចពីព្រោះថាផ្លែព្រួញកំពុងតែតម្រង់មករកទ្រង់ប៉ុន្តែជាសំណាងល្អទ្រង់ក៏បានអោនផុតផ្លែព្រួញនោះហើយផ្លែព្រួញក៏បានទៅដល់ដៃមនុស្សម្នាក់បានចាប់កាន់នេះគឺជាតួអង្គឯកថោករបស់យើងដែលគាត់គឺជាអាមាត្យដែលមានអំណាចបំផុតនៅក្នុងរាជវាំងនេះសូម្បីតែព្រះបុត្រាស្នងរាជក៏ត្រូវគោរពគាត់ដែរពីព្រោះថាគាត់គឺជាអាមាត្យដែលព្រះអង្គទុកចិត្តនិងស្រឡាញ់ជាទីបំផុតហើយដៃដែលចាប់ព្រួញអំបញ្ញមាញ់គឺជាអង្គរៈរបស់គាត់ព្រះបុត្រាទី6ទ្រង់ក៏បានឆ្លៀតក្នុងឱកាសនេះស្រែកទៅកាន់លោកអាមាត្យដើម្បីឲ្យលោកអាមាត្យជួយទ្រង់គឺជួយទ្រង់ដើម្បីបានគាល់ព្រះអង្គដើម្បីរាយការណ៍រឿងរ៉ាវទាំងអស់ដែលព្រះបុត្រាស្នងរាជបានធ្វើចំពោះទ្រង់និងមាតារបស់ទ្រង់
ទ្រង់និយាយមិនទាន់ទាំងអស់ពាក្យពេចន៍ផងព្រះបុត្រាស្នងរាជក៏បានបញ្ជាកូនចៅឲ្យមកចាប់បិទមាត់ព្រះបុត្រាទី6ហើយព្រះបុត្រាស្នងរាជក៏បាននិយាយទៅប្រាប់លោកអាមាត្យថាគឺទ្រង់និងព្រះបុត្រាទី6គ្រាន់តែលេងកំ ប្លែងជាមួយគ្នាតែប៉ុណ្ណោះលោកអាមាត្យគឺគាត់មិនបាននិយាយអីទាំងអស់អង្គរៈរបស់គាត់ឃើញដូចនេះក៏បានបញ្ជាកូនចៅឲ្យបន្តក្បួនដង្ហែលោកអាមាត្យរបស់យើងមិនមែនជាមនុស្សល្ងងទេគឺគាត់ដឹងរឿងរ៉ាវដែលបានកើតឡើងទាំងអស់គ្រាន់តែគាត់មិនចង់ជួយព្រះបុត្រាទី6អេដមីនចង់និយាយថាតួអង្គថប់របស់យើងគឺឈាមត្រជាក់ចិត្តដាច់បន្តិចហើយនៅពេលដែលក្បួនដង្ហែធ្វើដំណើរបានបន្តិចគាត់ក៏បញ្ជាកូនចៅរបស់គាត់ឲ្យឈប់ក្បួនដំណើរបន្តិចសិនអេដមីនស្មានតែគាត់ឈប់នឹងដូរចិត្តជួយកូនស្រីរបស់យើងតែមានណាគាត់មកផ្ដាំព្រះបុត្រាស្នងរាជថាព្រះអង្គកំពុងតែផ្ទុំអញ្ចឹងហើយចង់ធ្វើអីហ្នឹងឲ្យបន្ថយសលេងតិចទៅពេលដែលគាត់និយាយហើយហ្នឹងគាត់ក៏បន្តដំណើរក្បួនរបស់គាត់នឹងតទៅទៀតព្រះបុត្រាទី6ព្យាយាមចង់ឲ្យគាត់ជួយណាស់ប៉ុន្តែគាត់មិនជួយនោះទេចំណែកឯព្រះបុត្រាស្នងរាជវិញនៅពេលដែលលោកអាមាត្យចេញទៅបាត់គឺស្ដោះទឹកមាត់តែម្ដងគឺគាត់ស្អប់លោកអាមាត្យនឹងណាស់ប៉ុន្តែដោយសារនៅចំពោះមុខគឺគាត់អត់ហ៊ានទេគាត់ថាចាំមើលពេលដែលគាត់ឡើងធ្វើស្ដេចព្រាហ្មណ៍ដឹងខ្លួនហើយលោកអាមាត្យនឹងហើយទ្រង់ក៏បានបញ្ជាកូនចៅរបស់ទ្រង់ឲ្យអោសព្រះបុត្រាទី6យកចេញទៅសាច់រឿងក៏កាត់មកដល់ពេលព្រឹកអ្នកម្នាងយូកំពុងលុតជង្គង់នៅមុខព្រះដំណាក់របស់ព្រះអង្គដើម្បីសុំចូលគាល់អ្នកម្នាងគឺទ្រង់បានលុតជង្គង់តាំងពីយប់រហូតដល់ស្វានេះប៉ុន្តែព្រះអង្គនៅតែមិនអនុញ្ញាតឲ្យចូលគាល់ដដែលលោកអាមាត្យបានចេញមកប្រាប់អ្នកម្នាងយូឲ្យត្រឡប់ទៅព្រះរាជដំណាក់វិញទៅពីព្រោះថាព្រះអង្គគឺមិនចង់ជួបអ្នកម្នាងនោះទេអ្នកម្នាងយូបាននិយាយរឿងខ្លះៗប្រាប់លោកអាមាត្យហើយព្យាយាមសុំជំនួយពីលោកអាមាត្យដើម្បីជួយទ្រង់ឲ្យបានគាល់ព្រះអង្គទ្រង់ថែមទាំងបានដោះកងដៃគុជដ៏មានតម្លៃរបស់ទ្រង់ទៅឲ្យលោកអាមាត្យទៀតផងប៉ុន្តែលោកអាមាត្យបដិសេធលោកអាមាត្យបាននិយាយថាអ្នកម្នាងយូប្រសិនបើព្រះអង្គមិនចង់ជួបទ្រង់គឺគ្មានអ្នកណាម្នាក់អាចបញ្ចុះបញ្ចូលទ្រង់បាននោះទេអ្នកម្នាងយូគឺទ្រង់ឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាលោកអាមាត្យមិនព្រមជួយទ្រង់ដោយការប្រយុទ្ធមិញអញ្ចឹងបើសិនជាទ្រង់ព្រមជួយព្រះបុត្រារបស់គាត់ក៏គ្មានរឿងអីកើតឡើងដែរតែហេតុអីបានលោកអាមាត្យមិនជួយលោកអាមាត្យក៏ថាព្រះបុត្រាស្នងរាជគឺជាអនាគតស្ដេចតើអាចឲ្យគាត់នឹងប្រឆាំងជាមួយអនាគតស្ដេចហើយមកជួយព្រះបុត្រាទី6ដោយរបៀបណាអ្នកម្នាងយូក៏ថាទោះបីជាព្រះបុត្រាទី6គឺជាបុត្រាដែលមិនត្រូវបានការសពតិពីព្រះអង្គប៉ុន្តែព្រះបុត្រាទី6នៅតែជាបុត្ររបស់ស្ដេចតើលោកអាមាត្យមិនភ័យខ្លាចថាមានរឿងមិនល្អកើតឡើងទៅលើព្រះបុត្រាទី6ទេឬប្រសិនបើរឿងនេះកើតឡើងមែនព្រះអង្គនឹងដាក់ទោសលោកតើលោកនឹងបញ្ជូនទៅកាន់ព្រះអង្គយ៉ាងដូចម្ដេចលោកអាមាត្យក៏បានតបថាប្រសិនបើរឿងនេះកើតឡើងមែននោះទ្រង់គួរតែបន្ទោសទ្រង់ខ្លួនឯងដែលជាមេដាអសមត្ថភាពនៅក្នុងការការពារបុត្ររបស់ទ្រង់វាអត់មានអ្វីពាក់ព័ន្ធជាមួយនឹងខ្ញុំនោះទេអ្នកម្នាងយូដោយសារតែទឹកចិត្តជាព្រះមេដាទ្រង់សុខចិត្តលុតជង្គង់សុំអង្វរលោកអាមាត្យដើម្បីឲ្យលោកអាមាត្យជួយបុត្ររបស់ទ្រង់ពីព្រោះថានៅក្នុងពេលនេះគឺមានតែលោកអាមាត្យម្នាក់គត់ដែលអាចជួយបុត្ររបស់ទ្រង់បានគាត់បានសុំអង្វរលោកអាមាត្យម្ដងហើយម្ដងទៀតឲ្យតែជួយបុត្ររបស់ទ្រង់ចង់ឲ្យទ្រង់ធ្វើអ្វីក៏ទ្រង់សុខចិត្តដែរប៉ុន្តែមិនថាអ្នកម្នាងអង្វរក៏សុំលោកអាមាត្យប៉ុណ្ណានោះទេក៏លោកអាមាត្យមិនព្រមជួយដែរបកមកកាន់ព្រះបុត្រាទី6វិញពេលនេះទ្រង់កំពុងតែត្រូវមនុស្សរបស់ព្រះបុត្រាស្នងរាជធ្វើបាបនៅពេលដែលមនុស្សរបស់ព្រះបុត្រាស្នងរាជរុញព្រះបុត្រាទី6ឲ្យដួលព្រះមេដាព្រះបុត្រាទី6ក៏បានរត់មកដល់ល្មមទ្រង់បានមកត្រកងបុត្ររបស់ទ្រង់ទាំងយំផងអីផងព្រះបុត្រាទី6គឺអត់ចង់ឲ្យមេដារបស់ទ្រង់មកទីនេះនោះទេពីព្រោះថាវាគ្មានសុវត្ថិភាពអ្នកម្នាងយូបានលុតជង្គង់សុំអង្វរព្រះបុត្រាស្នងរាជឲ្យដោះលែងបុត្ររបស់ទ្រង់ទៅកំហុសទាំងអស់គឺជាកំហុសរបស់ទ្រង់នោះទេព្រះបុត្រាស្នងរាជក៏ថាគាត់អាចដោះលែងព្រះបុត្រាទី6ឲ្យទៅបានប៉ុន្តែលុះត្រាតែអ្នកម្នាងយូស្នាក់នៅទីនេះជាមួយទ្រង់អ្នកម្នាងយូទ្រង់បានបដិសេធពីព្រោះថាទ្រង់គឺជាអ្នកម្នាងយ៉ាងហោចណាស់ក៏ជាម្ដាយម្នាក់របស់ព្រះបុត្រាស្នងរាជដែរមិនអាចធ្វើបែបនឹងបានទេប៉ុន្តែព្រះបុត្រាស្នងរាជគឺទ្រង់មិនខ្វល់នោះទេហើយក៏ចាប់អ្នកម្នាងយូមកថើបព្រះបុត្រាទី6ឃើញគេបំពេញមេដាទ្រង់បែបនេះគឺទ្រង់ទ្រាំមិនបាននោះទេប៉ុន្តែមេដារបស់ទ្រង់បានស្រែកឲ្យទ្រង់ស្ងាត់អ្នកម្នាងយូដើម្បីការពារបុត្ររបស់ខ្លួនអ្វីក៏គាត់សុខចិត្តដែរទ្រង់ក៏បានចូលព្រមតាមការស្នើសុំរបស់ព្រះបុត្រាស្នងរាជជាថ្នូរដោះលែងបុត្ររបស់ទ្រង់នៅពេលដែលព្រះបុត្រាទី6ត្រូវបានដោះលែងអ្នកម្នាងយូក៏បានយកស្នៀតសក់មកចាក់សម្លាប់ខ្លួនឯងតាមពិតនេះគឺជាផែនការតាំងពីដំបូងរបស់ទ្រង់ព្រះបុត្រាទី6ឃើញដូចនោះពិតជាតក់ស្លុតខ្លាំងមែនទែនទ្រង់ក៏បានរត់មកត្រកងមេដារបស់ទ្រង់អ្នកម្នាងយូប្រុងប៉ះថ្ពាល់បុត្ររបស់ទ្រង់ជាលើកចុងក្រោយប៉ុន្តែទ្រង់មិនអាចធ្វើបាននោះទេទ្រង់ក៏សុគតទៅព្រះបុត្រា
ទី6ពិតជាមានការឈឺចាប់និងការសោយទីបង្គត់របស់មេដាទ្រង់ខ្លាំងមែនទែនសាច់រឿងក៏កាត់មកដល់នៅពេលដែលព្រះបុត្រាទី6កំពុងតែដុតក្រដាសសែនឲ្យមេដារបស់ទ្រង់ទ្រង់ពិតជាឈឺចាប់ខ្លាំងណាស់នៅពេលដែលមាតារបស់ទ្រង់ត្រូវព្រះបុត្រាស្នងរាជធ្វើបាបរហូតដល់ស្លាប់ប៉ុន្តែបែរជាព្រះបុត្រាស្នងរាជត្រូវទទួលទោសត្រឹមឃុំនៅក្នុងព្រះរាជដំណាក់ត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះទ្រង់បានបដិញ្ញាចិត្តថានឹងសងសឹកឲ្យព្រះមាតារបស់ទ្រង់ឲ្យបានស័ក្តិសមជាទីបំផុតមិនអាចឲ្យព្រះមាតារបស់ទ្រង់ស្លាប់ដោយអយុត្តិធម៌នោះទេភ្លាមនោះក៏មានមនុស្សមកក្រុមមករុះរើក្តារមឈូសរបស់មាតាទ្រង់អ្នកដែលដឹកនាំក្រុមមនុស្សនោះមកគឺជាលោកអាម៉ាតមានឈ្មោះថាបៃហ៊ុនស៊ីទីបំផុតអេដមីនបានស្គាល់ឈ្មោះគាត់ហើយព្រះបុត្រាទី6គឺពិតជាខាងខ្លាំងណាស់នៅពេលដែលបៃហ៊ុនស៊ីធ្វើបែបនេះដាក់សាកសពព្រះមេដារបស់ទ្រង់បៃហ៊ុនស៊ីគឺគាត់ធ្វើតាមព្រះរាជបញ្ជារបស់ព្រះអង្គតែប៉ុណ្ណោះព្រះអង្គចាត់ទុកការស្លាប់របស់អ្នកម្នាងយូគឺជាការធ្វើអត្តឃាតដ៏ថោកទាបជាទីបំផុតហេតុនេះហើយស័ក្តិសមរបស់ទ្រង់គឺមិនត្រូវបានរក្សាទុកនោះទេគឺត្រូវតែយកទៅបូជាភ្លាមឈីងគឺទ្រង់ព្យាយាមខ្លាំងមែនទែននៅក្នុងការការពារក្តារមឈូសរបស់មេដាទ្រង់ប៉ុន្តែទ្រង់គឺមិនអាចធ្វើបាននោះទេទ្រង់គឺតែមួយអង្គឯងតើអាចយកឈ្នះមនុស្សជាច្រើនបានដោយរបៀបណាគឺបានត្រឹមតែសម្លឹងមើលគេយកក្តារមឈូសរបស់មេដាខ្លួនចាក់ចេញទៅដោយក្តីឈឺចាប់ទ្រង់ពិតជាខឹងបៃហ៊ុនស៊ីខ្លាំងណាស់គឺទ្រង់បានស្រែកខ្លាំងថានឹងសម្លាប់បៃហ៊ុនស៊ីប៉ុន្តែទ្រង់មិនទាន់ទាំងបានប៉ះបៃហ៊ុនស៊ីផងត្រូវកូនចៅរបស់បៃហ៊ុនស៊ីរុញទ្រង់ឲ្យលុតជង្គង់នៅចំពោះមុខបៃហ៊ុនស៊ីបាត់ទៅហើយទោះបីជាទ្រង់កំពុងត្រូវគេបង្ខំឲ្យលុតជង្គង់ក៏ដោយប៉ុន្តែសេចក្តីក្លាហានរបស់ទ្រង់មិនបានបាត់បង់នោះទេគាត់បានថាឲ្យបៃហ៊ុនស៊ីគឺជាមនុស្សអាក្រក់ដែលចូលរួមដៃជាមួយព្រះបុត្រាស្នងរាជសម្រាប់មេដារបស់ទ្រង់បើបៃហ៊ុនស៊ីខ្លាំងណាស់ក៏សម្លាប់ទ្រង់ទៅប្រសិនបើមិនសម្លាប់ទ្រង់ទេទ្រង់ស្បត់ថានឹងធ្វើឲ្យបៃហ៊ុនស៊ីស្លាប់ដោយមិនស្អាតនោះទេបៃហ៊ុនស៊ីបានទាត់ព្រះបុត្រាទី6មួយជើងព្រមទាំងនិយាយផ្ចាញ់ផ្ចាថាទ្រង់មិនទាំងអាចមកចិត្តរាងកាយរបស់ខ្ញុំផងតើទ្រង់អាចសងសឹកដោយរបៀបណាព្រះបុត្រាតើទ្រង់គិតថាការរស់នៅរាជវាំងឲ្យតែធ្វើខ្លួនមិនខ្វល់ពីអ្វីទាំងអស់អាចធ្វើឲ្យជីវិតសុខសាន្តហើយមែនទេក្នុងនាមជាព្រះបុត្រាគឺមិនអាចគេចផុតនោះទេពីការតស៊ូដណ្ដើមអំណាចបៃហ៊ុនស៊ីនិយាយបណ្ដាលក៏យកជើងសង្កត់លើទ្រង់ព្រះបុត្រាទី6បណ្ដាលប្រសិនបើទ្រង់នៅតែកំសាកទ្រង់ចាំតែទទួលវាសនារបស់ខ្លួនឯងចាស់តាមពិតទៅព្រះបុត្រាទី6និងព្រះមេដារបស់ទ្រង់គឺមិនដែលមានគំនិតចង់ដណ្ដើមអំណាចធ្វើជាស្ដេចធ្វើជាអីនោះទេពួកទ្រង់គ្រាន់តែចង់រស់នៅដោយសុខសាន្តតែប៉ុណ្ណោះដោយដឹងស្រាប់អញ្ចឹងនៅក្នុងរាជវាំងប្រសិនបើគ្មានអំណាចគ្មានការសពប្រតិយពីព្រះអង្គច្បាស់ណាស់ថាមិនអាចរស់នៅដោយសុខសាន្តនោះទេគឺនឹងត្រូវមនុស្សដែលមានអំណាចនឹងទទួលបានការសព្វតីពីព្រះអង្គធ្វើបាបនឹងជិះជាន់មាតារបស់ទ្រង់បានលះបង់ជីវិតដើម្បីការពារទ្រង់ហើយបើទោះបីទ្រង់សោយទីបង្គត់នៅថ្ងៃនេះក៏ដោយក៏ព្រះអង្គមិនបន្ទោសទៅលើព្រះបុត្រាស្នងរាជដែរគឺវាដូចគ្នាទៅនឹងព្រះបុត្រាផ្សេងទៀតដែលបានស្លាប់កាលពីមុនយ៉ាងអញ្ចឹងគឺត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះព្រះអង្គនឹងបំភ្លេចគ្រប់យ៉ាងចោលកន្លែងហ្នឹងបៃហ៊ុនស៊ីគោលបំណងរបស់គាត់គឺកំពុងតែដាក់សតិរបស់ព្រះបុត្រាទី6គ្រាន់តែថាការដាក់សតិរបស់គាត់នឹងបែបរឹងមិនមែនបែបទន់ភ្លន់ព្រះបុត្រាទី6បន្ទាប់ពីទ្រង់បានស្ដាប់ហើយទ្រង់ក៏ព្យាយាមងើបឡើងហើយក៏ធ្វើឲ្យកន្សែងដៃមាតារបស់ទ្រង់ដែលមិនសល់ទុកឲ្យជ្រុះដោយចៃដន្យបៃហ៊ុនស៊ីនៅពេលដែលគាត់បានឃើញកន្សែងដៃនោះហើយគាត់បញ្ចេញអាការៈហាក់ដូចជាភ្ញាក់ផ្អើលព្រះបុត្រាទី6ក៏បានលើកកន្សែងដៃនោះឡើងមកហើយនិយាយទាំងយំថាព្រះមេដាបុត្រពិតជាអត់បានការណាស់ដែលមិនអាចសងសឹកឲ្យព្រះមេដាបានហើយទ្រង់ក៏បានទះកំភ្លៀងខ្លួនឯងបដាយំបដានឹងមើលកន្សែងដៃព្រះមេដារបស់ទ្រង់បណ្ដាបៃហ៊ុនស៊ីបានសម្លឹងមើលកន្សែងដៃនោះរួចហើយគាត់ក៏សម័យទៅដល់អតីតកាលតាមពិតទៅឈ្មោះពិតរបស់បៃហ៊ុនស៊ីគឺយ៉ានគីហើយគាត់ក៏ជាព្រះបុត្រាមួយអង្គដែរការដែលគាត់ចាប់អារម្មណ៍នឹងកន្សែងដៃមួយនោះគឺដោយសារតែផ្កានៅលើកន្សែងដៃផ្កានៅលើកន្សែងដៃដែលអ្នកម្នាងយោសពព្រះរាជហឫទ័យគឺជាផ្កាដែលមេដារបស់ទ្រង់សពព្រះរាជហឫទ័យដូចគ្នាត្រឡប់មកកាន់បច្ចុប្បន្នកាលវិញគាត់ប្រាប់ព្រះបុត្រាទី6ថាឲ្យតស៊ូដើម្បីការពារជីវិតខ្លួនឯងសិនទៅមុនពេលគិតរឿងសងសឹកប្រសិនបើគ្មានព្រះអង្គការពារនោះទេជីវិតទ្រង់នឹងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បើបែបនេះតើទ្រង់សងសឹកយ៉ាងម៉េចកើត
ព្រោះតែរឿងរបស់ទ្រង់និងមេដារបស់ទ្រង់បានធ្វើឲ្យព្រះបុត្រាស្នងរាជខ្លាចទៅជាតួកំប្លែងដែលគេត្រូវនិយាយនិងថែមទាំងត្រូវព្រះអង្គដាក់ទោសទៀតផងតើទ្រង់គិតទេថាព្រះបុត្រាស្នងរាជនឹងដោះលែងទ្រង់ងាយៗនោះឈីងគឺគាត់មិនខ្វល់នោះទេយ៉ាងម៉េចក៏យ៉ាងម៉េចទៅយ៉ាងច្រើនគឺស្លាប់បៃហ៊ុនស៊ីលហើយគាត់ក៏ថាឲ្យហ្មងល្ងងមេដារបស់ទ្រង់ខំលះបង់ជីវិតដើម្បីការពារទ្រង់តែទ្រង់បែរជារហ័នទៅស្លាប់បែបនេះឬឈីងទ្រង់ថាក្នុងនាមជាកូនប្រុសបើមិនបានសងសឹកឲ្យព្រះមេដាតើមិននឹងស័ក្តិសមជាកូនប្រុសទៅឈីងសងសឹកគឺត្រូវសងសឹកហើយប៉ុន្តែបើកូនឯងទៅសងសឹកទាំងកំហឹងបែបនេះគឺដឹងតែស្លាប់ហើយកូនប្រើសតិស្ដាប់អាបងសិនទៅបៃហ៊ុនស៊ីបានធ្វើការបញ្យល់ថាទ្រង់សងសឹកមិនចាំបាច់ធ្វើដោយអង្គឯងនោះទេនៅក្នុងរាជវាំងមួយនេះគឺមានតែព្រះអង្គមួយគត់ដែលនៅលើច្បាប់ការស្លាប់រស់របស់ព្រះបុត្រាស្នងរាជគឺស្ថិតនៅក្នុងដៃរបស់ព្រះអង្គតែមួយគត់ព្រះបុត្រាទី6ទ្រង់មានតែផ្លូវមួយនេះទេដែលត្រូវទៅសាច់រឿងក៏កាត់មកដល់នៅពេលដែលលោកអាមាត្យនិងកូនចៅរបស់គាត់ធ្វើដំណើរត្រឡប់ទៅសំណាក់របស់គាត់វិញអង្គរៈរបស់គាត់គឺមានការងឿងឆ្ងល់នឹងម្ចាស់របស់ខ្លួនខ្លាំងមែនទែនពីព្រោះថាកាលពីមុនម្ចាស់របស់ខ្លួនគឺមិនដែលខ្វល់ខ្វាយរវល់នឹងចំនួនរបស់រាជបុត្រនោះទេប៉ុន្តែថ្ងៃនេះហេតុអ្វីបានម្ចាស់របស់ខ្លួននឹងចូលជ្រៀតជ្រែកហើយចង់ជួយព្រះបុត្រាទី6បៃហ៊ុនស៊ីគាត់ថាគាត់មិនមែនជួយព្រះបុត្រាទី6នោះទេប៉ុន្តែគឺគាត់ជួយអ្នកម្នាងយូដោយសារតែគាត់រំជួលចិត្តនឹងការលះបង់ជីវិតរបស់អ្នកម្នាងយូដើម្បីការពារបុត្ររបស់ទ្រង់មូលហេតុដែលធ្វើឲ្យគាត់រំជួលចិត្តបែបនេះដោយសារតែគាត់មានអតីតកាលដូចគ្នានឹងព្រះបុត្រាទី6ដែរគឺនៅពេលដែលគាត់នៅតូចជាព្រះរាជបុត្រនៅក្នុងរាជវាំងត្រូវបានជន់ក្បត់ធ្វើការបះបោរនិងវាយប្រហារហើយមេដារបស់គាត់គឺធ្វើដោយអ្នកម្នាងយូដែរគឺទ្រង់សុខចិត្តលះបង់ជីវិតរបស់ខ្លួនឯងដើម្បីការពារគាត់តាមពិតទៅបៃហ៊ុនស៊ីគាត់មានអតីតកាលយ៉ាងកំសត់អ្នកទាំងអស់គ្នាព្រោះតែបែបនេះហើយទើបធ្វើឲ្យការស្លាប់របស់អ្នកម្នាងយូធ្វើឲ្យរំជួលចិត្តដល់គាត់ខ្លាំងមែនទែនកាត់មកដល់ថ្ងៃថ្មីព្រះអង្គកំពុងតែធ្វើការស្ដីបន្ទោសទៅលើព្រះបុត្រាស្នងរាជនៅលើទង្វើដែលទ្រង់បានធ្វើព្រះអង្គបានមានព្រះបន្ទូលថាពេលនេះអ្នកម្នាងយូបានចូលទីបង្គត់ហើយបញ្ហានឹងមិនត្រូវបានកើតឡើងម្ដងទៀតនោះទេប៉ុន្តែប្រសិនបើឯងនៅតែសាងកំហុសដដែលទៀតយើងនឹងមិនលើកលែងទោសឲ្យឯងនោះឡើយបុត្ររបស់យើងមិនមែនមានតែឯងម្នាក់ហើយតំណែងជាព្រះបុត្រាស្នងរាជក៏មិនមែនមានតែឯងនោះដែរដែលអាចធ្វើបានអ្នកទាំងអស់គ្នាស្ដេចនៅសល់បុត្រតែ2អង្គគត់គឺព្រះបុត្រាស្នងរាជហើយនិងព្រះបុត្រាទី6បុត្រផ្សេងទៀតនឹងគឺត្រូវបានស្លាប់អស់ហើយបន្ទាប់មកព្រះបុត្រាទី6ក៏បានមកចូលកព្រះអង្គគឺទ្រង់បានយកថ្នាំអាយុវែងមកថ្វាយព្រះអង្គដែលទ្រង់បានបញ្ជាគ្រូពេទ្យធ្វើវាយ៉ាងពិសេសដើម្បីព្រះអង្គកូនស្រីយើងបន្ទាប់ពីត្រូវអាបងស្ដីឲ្យឡើងចាស់ដៃឥឡូវទ្រង់ដឹងខ្លួនហើយថាធ្វើម៉េចដើម្បីឲ្យខ្លួនឯងរស់នៅក្នុងរាជវាំងនឹងបានព្រះអង្គគ្រាន់តែលើថាថ្នាំនឹងគឺជាថ្នាំអាយុវែងអញ្ចឹងគឺថាទ្រង់សពប្រតិយខ្លាំងណាស់ក៏បានឲ្យឈីងរបស់យើងយកថ្នាំនោះទៅឲ្យលោកអាមាត្យដើម្បីឲ្យលោកអាមាត្យតេស្តសិនថាថ្នាំនឹងមានជាតិពុលឬអត់ជាធម្មតាមុនពេលថ្វាយទៅដល់ព្រះអង្គគឺគេតែងតែធ្វើបែបនឹងរហូតបន្ទាប់ពីតេស្តថាគ្មានថ្នាំពុលហើយទៅព្រះអង្គសោយថ្នាំនោះក្រោយពីសោយហើយព្រះអង្គពិតជាសពព្រះរាជហឫទ័យជាមួយនឹងថ្នាំមួយនេះណាស់ព្រោះធ្វើឲ្យទ្រង់មានអារម្មណ៍ថាមានកម្លាំងហើយទ្រង់ក៏សួរឈីងថាចង់បានអ្វីទ្រង់នឹងប្រទានរង្វាន់ឈីងយើងក៏បានតបវិញថាខ្ញុំម្ចាស់គ្រាន់តែចង់ឃើញព្រះបិតាមានសុខភាពល្អខ្ញុំទ្រង់និយាយបានតែប៉ុណ្្នឹងទ្រង់ក៏រៀងសើរដួលហើយនៅពេលដែលទ្រង់រដួលនោះគឺអាបងរបស់គេក៏បានមកត្រជួយភ្លាមអាយ៉ាចំហាយក្លិនស្វីតគឺមកបដាហើយណាបៃហ៊ុនស៊ីនៅពេលដែលគាត់ជួយត្រាឈីងយើងហើយគាត់ក៏បានយកដៃឈីងរបស់យើងនឹងមកបើកមើលហើយឃើញថាកដៃរបស់ឈីងនឹងគឺមានឈាមអ្នកទាំងអស់គ្នាមើលអាម៉ាត់មុខងាប់របស់យើងមានអារម្មណ៍ថាទឹកមុខនឹងដូចកំពុងបារម្ភមូលហេតុដៃឈីងមានស្នាមនៅកដៃរបស់ទ្រង់គឺដោយសារតែទ្រង់បានអាកដៃរបស់ទ្រង់ដើម្បីយកឈាមនឹងគឺជាធាតុផ្សំដែលមិនអាចខ្វះបាននៅក្នុងការផលិតថ្នាំអាយុវែងព្រះបុត្រាស្នងរាជគ្រាន់តែលើថាឈីងរបស់យើងយកឈាមដើម្បីផលិតជាថ្នាំអាយុវែងនឹងគឺទ្រង់ចាប់ផ្ដើមចោទប្រកាន់ឈីងរបស់យើងទីរៃថាប្រមាថព្រះអង្គឲ្យព្រះអង្គផឹកឈាមរបស់ខ្លួនឈីងក៏បានធ្វើការបកស្រាយដើម្បីការពារខ្លួនថាហេតុអ្វីបានជាទ្រង់យកឈាមរបស់ទ្រង់ដើម្បីផលិតជាថ្នាំមួយហ្នឹងព្រះអង្គបន្ទាប់ពីស្ដាប់ការបកស្រាយហើយគឺទ្រង់មិនបានខឹងឈីងនោះទេថែមទាំងផ្ដល់រង្វាន់ដល់ឈីងទៀតផងសម្រាប់ការលះបង់ដ៏ធំធេងមួយនេះជាហេតុធ្វើឲ្យព្រះបុត្រាស្នងរាជខឹងនឹងឈីងរបស់យើងជាខ្លាំងនៅពេលដែលឈីងនិងព្រះបុត្រាស្នងរាជចាក់ចេញបាត់ទៅព្រះអង្គបាននិយាយជាមួយលោកអាមាត្យថាចាប់ពីថ្ងៃនឹងតទៅរឿងថ្នាំអាយុវែងគឺទ្រង់ប្រគល់ឲ្យលោកអាមាត្យជាអ្នកចាត់ចែងហើយនៅរៀងរាល់3ថ្ងៃម្ដងគឺទ្រង់នឹងសោយថ្នាំនេះម្ដងព្រះអង្គគឺជាបិតាម្នាក់ដែលអាត្មានិយមខ្លាំងមែនទែន
នគឺត្រង់អត់ដែលខ្វល់ពីឈីងអឺនោះទេគឺត្រង់ខ្វល់តែពីខ្លួនឯងតែប៉ុណ្ណោះបកមកកាន់ឈីងអឺយើងវិញពេលនេះត្រង់ត្រូវព្រះបត្រាស្នងរាជធ្វើបាបទីហើយនិយាយទៅអាព្រះបត្រាស្នងរាជហ្នឹងគឺអាក្រក់ដល់កម្ពុជាតែម្ដងគឺវាខឹងដែលវាត្រូវទទួលទណ្ឌកម្មពីព្រះអង្គដោយសារតែអ្នកម្នាក់យូរហើយឥឡូវហ្នឹងឈីងអឺរបស់យើងហ៊ានបង្ហាញមុខចំពោះមុខវាដោយក្លាហានព្រមទាំងហ៊ានចូលចិត្តព្រះអង្គទៀតពេលចឹងហើយគឺវាចង់សម្លាប់ឈីងអឺរបស់យើងតែម្ដងហើយឈីងអឺរបស់យើងអ្នកទាំងអស់គ្នាគឺត្រង់ទន់ខ្សោយណាស់ត្រង់អត់មានកម្លាំងអីដើម្បីទប់ទល់តវ៉ាជាមួយគេទេតែសំណាងល្អណាស់អ្នកទាំងអស់គ្នានៅពេលដែលឈីងអឺរបស់យើងត្រូវគេធ្វើបាបចិត្តនឹងស្លាប់នឹងលោកអាមាត្យរបស់យើងក៏បានបង្ហាញខ្លួនឡើងមកល្មមហើយគាត់ក៏បានបញ្ជាអង្គរៈរបស់គាត់ឲ្យទៅជួយព្រះបត្រាទី6អង្គរៈរបស់គាត់មានឈ្មោះថាមេងយីព្រះបត្រាស្នងរាជគឺវាខឹងខ្លាំងមែនតើនៅពេលដែលលោកអាមាត្យរបស់យើងជួយព្រះបត្រាទី6អញ្ចឹងវាថាឲ្យលោកអាមាត្យថាហ៊ានប្រឆាំងជាមួយវាមិនមែនដើម្បីជួយតែព្រះបត្រាទី6ហ្នឹងបៃហ៊ុនស៊ីគាត់ក៏បានតបថាគឺខ្ញុំម្ចាស់កំពុងតែព្យាយាមជួយទ្រង់នោះទេព្រះអង្គមានរាជបញ្ជាឲ្យព្រះបត្រាទី6ធ្វើថ្នាំអាយុវែងរៀងរាល់3ថ្ងៃម្ដងប្រសិនបើឥឡូវនេះទ្រង់សម្រាប់ព្រះបត្រាទី6តើទ្រង់គិតថាព្រះអង្គនឹងធ្វើដូចម្ដេចខ្ញុំសូមទឿនព្រះបត្រាទៅចោះសូមកុំឲ្យបាត់បង់ប្រយោជន៍ធំព្រោះតែរឿងតូចតាចព្រះបត្រាស្នងរាជទ្រង់លើបែបនេះហើយទ្រង់ក៏មិនធ្វើអ្វីទៀតដែរប៉ុន្តែមិនមានន័យថាពេលខាងមុខគឺទ្រង់ឈប់នោះទេហើយអ្នកទាំងអស់គ្នាលោកអាម៉ាត់មុខមករបស់យើងណាគេចេះលោកដៃនឹងទៅឲ្យព្រះបត្រាទី6ដើម្បីតោងមកអូយ my god គេឡើងទន់ភ្លន់តែអញ្ចឹងហើយគឺថាទឹកមុខនឹងគឺមុខងាប់តែម្ដងមិនដែលឃើញញញឹមទេបន្ទាប់មកលោកអាម៉ាត់ក៏បាននាំកូនស្រីរបស់យើងមករីកដំណាក់វិញព្រមទាំងលេបរបួសឲ្យទៀតផងកូនស្រីរបស់យើងហ្នឹងក៏បានសួរថាថៃបានជួយគាត់កូនស្រីយើងសួរអញ្ចឹងក៏មិនចម្លែកដែរដោយសារការមុនគ្នាអង្វរចង់ងាប់មិនព្រមជួយទេចុះឥឡូវហ្នឹងកើតអីសុកមកជួយគេលោកអាម៉ាត់មកងាប់របស់យើងហ្នឹងក៏បានឆ្លើយថាគឺគាត់មិនមែនចង់ជួយទេគឺគាត់មកដោយសារតែថ្នាំអាយុវែងតែប៉ុណ្ណោះពីព្រោះថាឈាមព្រះបត្រាទី6របស់យើងហ្នឹងគឺសំខាន់ណាស់ដើម្បីផលិតថ្នាំមួយហ្នឹងហើយម្ដងហ្នឹងអ្នកទាំងអស់គ្នាហើយគេអាចបានដៀលអាស្រីយើងទេគេតសាអាស្រីយើងថាដល់យកថ្នាំអាយុវែងហ្នឹងដើម្បីទៅតាក់ទាញចិត្តរបស់ព្រះអង្គហ្នឹងគឺជាគំនិតដ៏ឆ្លាតវៃមួយតសាមិនតាន់ផុតមកទេចាប់ផ្ដើមដៀលទៅដែរដៀលអារឿងថាទៅយកឈាមខ្លួនឯងហ្នឹងយកទៅផលិតថ្នាំហ្នឹងអាហ្នឹងគឺឈួតមែនតើហ្មងឈីងអឺរបស់យើងគាត់ថាគាត់គ្មានជំរឿសទេបើមិនធ្វើអញ្ចឹងគាត់មិនអាចនៅរស់កើតបន្ទាប់មកបៃហ៊ុនស៊ីក៏បានប្រាប់ឈីងអឺថាព្រះអង្គត្រូវការថ្នាំអាយុវែងហ្នឹងរៀងរាល់3ថ្ងៃម្ដងអញ្ចឹងហើយតើឈាមឈីងអឺរបស់យើងអាចគ្រប់គ្រាន់ស្របតាមការស្នើសុំរបស់ព្រះអង្គបានឬអត់ឈីងអឺបន្ទាប់ពីលើថា3ថ្ងៃម្ដងហ្នឹងគឺគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើគាត់នឹកស្មានសោះថាព្រះអង្គនឹងត្រូវការថ្នាំហ្នឹងរៀងរាល់3ថ្ងៃម្ដងហើយបើអញ្ចឹងអ្នកទាំងអស់គ្នាគាត់មិនត្រូវអាដៃរបស់គាត់នឹងរៀងរាល់3ថ្ងៃម្ដងហើយបើអញ្ចឹងរស់អត់មើលទៅបៃហ៊ុនស៊ីយើងក៏ថាឈីងអឺគឺរើសផ្លូវវេទនានឹងដល់ខ្លួនឯងគឺគាត់ដឹងតែរៀងរាល់3ថ្ងៃគឺមកយកថ្នាំអាយុវែងហើយពេលដែលគាត់និយាយចប់ហើយហ្នឹងគឺគាត់ប្រងដៃចេញទៅហើយប៉ុន្តែនៅគណៈពេលដែលគាត់ប្រងដៃចេញទៅហ្នឹងឈីងអឺបានខត់គាត់ហើយសួរគាត់ថាតើព្រះអង្គអាចការពារជីវិតរបស់គាត់ដែរទេបើព្រះអង្គស្នងរាជចង់តែសម្រាប់គាត់បែបនេះបៃហ៊ុនស៊ីក៏បានឆ្លើយថាដរាបណាឈាមរបស់ទ្រង់នៅតែត្រូវប្រើដើម្បីផលិតថ្នាំអាយុវែងនោះព្រះអង្គនឹងការពារទ្រង់ឆ្លើយសំណួររួចរាល់ហើយគាត់នឹងមីងយីក៏បានចាក់ចេញទៅឈីងអឺក៏បាននឹកឃើញបណ្ដាំចុងក្រោយរបស់មេដាគាត់មុនសគត់ទៅគឺទ្រង់ត្រូវតែរស់ឈីងអឺគាត់គិតថាទោះបីជាឈាមរបស់គាត់ត្រូវប្រើដើម្បីផលិតថ្នាំអាយុវែងក៏ដោយប៉ុន្តែគាត់ជឿជាក់ថាព្រះអង្គគឺមិនអាចការពារគាត់បានរហូតនោះទេនៅក្នុងរាជវាំងទាំងមូលនេះគឺមានតែមនុស្សម្នាក់គត់ដែលអាចការពារគាត់បាននោះគឺបៃហ៊ុនស៊ីសាច់រឿងក៏កើតមកដល់ពេលយប់បៃហ៊ុនស៊ីកំពុងតែរៀបដោះសម្លៀកបំពាក់របស់គាត់ប៉ុន្តែនៅពេលដែលគាត់ដោះសម្លៀកពាក់បានបន្តិចហ្នឹងគាត់ចាប់អារម្មណ៍ថាគឺមានមនុស្សកំពុងលួចមើលគាត់ហើយអ្នកដែលលួចមើលគាត់ហ្នឹងគឺជាអាស្រីរបស់យើងនឹងឯងយីកូនហើយមិនលួចមើលអាបងដោះកៅអៅអញ្ចឹងហើយអាស្រីយើងនៅពេលដែលអាបងចាប់បានអញ្ចឹងនិយាយវាថាខ្ញុំឡើងស្រស់ដាក់អាបងគេហ្មងណាតាមពិតទៅអ្នកទាំងអស់គ្នាកូនស្រីរបស់យើងមករកបងគេហ្នឹងគឺគេយកនំមកឲ្យហើយនំហ្នឹងគ្រាន់តែជាលេសទេតាមពិតគេមានគោលបំណងផ្សេងហើយស្មានតែបៃហ៊ុនស៊ីហ្នឹងក៏អត់ដឹងល្បិចកូនស្រីយើងមែនគាត់ថាកុំយកនំមកបន្លំអីចង់និយាយអីក៏និយាយមកកូនស្រីយើងនៅប្រកែកថាមិនមែនទេអ្នកទាំងអស់គ្នានៅនិយាយបន្លំទេដល់ពេលអញ្ចឹងទៅធ្វើឲ្យអាបងខឹងបដ ாய் ហើយកូនប្រុសយើងពេលខឹងគឺអត់មាននៅតប៉ែអីច្រើនទេគឺហៅមេងយីនឹងឲ្យមកអស់ព្រះបត្រាទី6ហ្នឹងចេញទៅត្មងហើយអាស្រីយើងតតែអញ្ចឹងទៅព្រមនិយាយពីគោលបំណងពិតថាហេតុអីបានមកជួបនាយប់ហ្នឹងគាត់ថាគឺគាត់ចង់រស់ហើយគាត់នឹងចង់ប្រឆាំងជាមួយនឹងព្រះបត្រាស្នងរាជអញ្ចឹងហើយគាត់ចង់ឲ្យបៃហ៊ុនស៊ីហើយនឹងគាត់នឹងសហការគ្នា
បាយហ៊ុនស៊ីគាត់ក៏ថាបើចង់សហការជាមួយគាត់នឹងតើមានអីមកដោះដូរកូនស្រីកូនស្រីនៅលើโลกនឹងអត់មានការសហការណា free ទេកូនឈីងយើងក៏បានឆ្លើយថាប្រសិនបើបាយហ៊ុនស៊ីព្រមការពារគាត់គឺគាត់សុខចិត្តធ្វើជាអ្នកបម្រើរបស់បាយហ៊ុនស៊ីហើយនឹងស្ដាប់បញ្ជាតាមបាយហ៊ុនស៊ីបាយហ៊ុនស៊ីនៅពេលដែលប្អូនឆ្លើយអញ្ចឹងហើយខ្លួនឯងអត់ពេញចិត្តចម្លើយនោះគឺធាក់ប្អូនយកហ្មងនិយាយទៅគឺថាមិនដែលចេះស្នំអាស្រីយើងអ្មេចទេត្រូវទាត់ត្រូវធាក់ត្រូវឌៀលត្រូវជេហើយខ្លួនឯងអាម៉ាត់ឲ្យគេកូនស្ដាច់សោះហ្នឹងណាតែទ្រាំទៅកូនស្រីអើយធ្វើមិនទេបើកូនស្រីឯងកូនស្ដាច់មែនតែគ្មានអំណាចស្អីមកបន្តិចក្នុងដៃផងគេអាម៉ាត់បតែអំណាចឡើងប៉ិនមេឃឈីងគាត់ក៏តបថាទោះបីជាខ្ញុំអាចនឹងមិនល្អសម្រាប់លោកប៉ុន្តែខ្ញុំមានឋានៈជាព្រះរាជបុត្រប្រសិនបើលោកព្រមការពារខ្ញុំសន្យាថានឹងការពារលោករហូតអស់មួយជីវិតហើយចម្លើយនឹងហើយអ្នកទាំងអស់គ្នាគឺថាកូនប្រុសយើងនឹងគឺមិនពេញចិត្តទេមិនដឹងថាគាត់ចង់បានអីឲ្យប្រកាសទេគាត់ក៏បានស្រែកហៅមីងយីឲ្យមកចាប់ឈីងរបស់យើងនឹងបោះចេញទៅក្រៅទៅខណៈពេលដែលមីងយីកំពុងទាញគាត់ចេញទៅឈីងរបស់យើងក៏បាននិយាយឡើងថាឲ្យទៅលោកព្រមការពារខ្ញុំនឹងឲ្យអ្វីគ្រប់យ៉ាងទៅលោកទាំងអស់ឲ្យទៅលោកត្រូវការបាយហ៊ុនស៊ីបន្ទាប់ពីស្ដាប់លើឃ្លាទាំងអស់ហ្នឹងហើយគាត់ក៏ប្រាប់ឲ្យមីងយីនឹងឈប់សិនឆ្ងល់លោកអាម៉ានឹងដល់ហើយខ្លួនឯងចង់បានអីនឹងព្រមនិយាយត្រង់ទេសុកចិត្តឲ្យកូនស្រីខ្ញុំនឹងនិយាយឲ្យខុសតាំងធ្វើបាបគ្នាបាយហ៊ុនស៊ីក៏បានបញ្ជាក់ទៅកាន់ឈីងយើងថាអ្វីគ្រប់យ៉ាងដែលគាត់ចង់បានតើឈីងនឹងឲ្យគាត់មែនអត់ឈីងក៏បានឆ្លើយទាំងជឿជាក់ថាឲ្យតែគាត់មានគឺគាត់ឲ្យទាំងអស់ហើយប្រសិនបើគាត់គ្មានគាត់នឹងព្យាយាមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពទៅរកមកឲ្យបាយហ៊ុនស៊ីលុយចម្លើយនឹងហើយគឺថាពេញចិត្តស្ដោកតែម្ដងហើយគាត់ក៏និយាយឡើងថាអ្វីដែលខ្ញុំចង់បានគឺគ្រួសាររាជវង្សត្រកូលសែវរបស់អ្នកឈីងបន្ទាប់ពីលើអ្វីដែលបាយហ៊ុនស៊ីចង់បានហើយគឺគាត់មានការភ្ញាក់ផ្អើលខ្លាំងមែនតើគាត់គិតថាតើបាយហ៊ុនស៊ីមានកម្រងបះបោរឬក៏យ៉ាងណាបាយហ៊ុនស៊ីគឺគាត់មិនបានឆ្លើយនោះទេគាត់និយាយឡើងថាគឺទ្រង់អ្នកនិយាយខ្លួនឯងមែនទេថាអ្វីដែលខ្ញុំចង់បានគឺទ្រង់នឹងឲ្យទាំងអស់តើទ្រង់ចង់លេបសម្ដីវិញមែនទេឈីងគាត់ក៏បានបកស្រាយថាមិនមែនគាត់ចង់លេបសម្ដីវិញទេហើយក៏គិតថាបាយហ៊ុនស៊ីនិយាយមិនហ្នឹងគឺកំពុងតែប្រឆោតជាមួយគាត់ហើយលេងសើចជាមួយគាត់អីបែបហ្នឹងគឺគាត់ពិតជាប្រកាសប្រជាពិតមែនគឺគាត់ចង់សហការជាមួយបាយហ៊ុនស៊ីកុំឲ្យបាយហ៊ុនស៊ីលេងសើចអញ្ចឹងអីបាយហ៊ុនស៊ីក៏បានតបវិញថាគឺគាត់ក៏ប្រកាសប្រជាដែរអត់បានលេងសើចអីទេឈីងក៏បានតបថាប៉ុន្តែលោកគឺជាអាមាត្យណាកន្លែងហ្នឹងគាត់ចង់បានន័យថាបាយហ៊ុនស៊ីយើងគឺជាអាមាត្យមិនអាចមានកូនបន្តពូជពងផងហ្នឹងតែចង់បានរីកបលាំងធ្វើអីបាយហ៊ុនស៊ីក៏បានតបថាអ្នកណានិយាយថាខ្ញុំចង់ធ្វើជាស្ដេចខ្លួនឯងរាជការមានកើតមានបាត់ទីបំផុតរាជបល្ល័ង្កត្រូវបានផ្លាស់ប្ដូរអ្នកអង្គុយវាទាំងអស់គឺព្រោះតែអំណាចមិនថាអ្នកណាអង្គុយលើរាជបល្ល័ង្កនោះទេសម្រាប់ខ្ញុំគឺនៅតែដដែលដរាបណាគាត់មានចំណុចខ្សោយហើយងាយស្រួលក្នុងការគ្រប់គ្រងគឺខ្ញុំនៅតែជាអាមាត្យដែលគ្រប់គ្រងរាល់អំណាចទាំងអស់គឺដូចជាព្រះអាយកោរបស់អ្នកហើយនឹងបិតារបស់អ្នកបច្ចុប្បន្នយ៉ាងអញ្ចឹងកន្លែងហ្នឹងបាយហ៊ុនស៊ីក៏ចង់មានន័យថាគឺមានស្ដេចអាយ៉ងមួយស្ដេចហ្នឹងគឺមានតែនាមទេតែអ្នកដែលកាន់អំណាចពិតប្រាកដហ្នឹងគឺជាអាមាត្យដែលជាគាត់នឹងឯងបាយហ៊ុនស៊ីក៏បានយកដៃរបស់គាត់មកចាប់ចការរបស់ឈីងរួចក៏និយាយឡើងថាឈឺចាប់ទេបិតារបស់អ្នកនឹងស្លាប់ហើយសម្រាប់ព្រះបុត្រាស្នងរាជវិញនោះវាគ្មានប្រយោជន៍ទេនៅក្នុងការគ្រប់គ្រងគាត់វាមិនល្អដូចជាការជួយអ្នកនោះទេអេដមីនយល់ពីគោលបំណងរបស់បាយហ៊ុនស៊ីហើយបាយហ៊ុនស៊ីគាត់មានបំណងចង់បោះបោហើយលើកឈីងរបស់យើងនឹងធ្វើជាស្ដេចប៉ុន្តែស្ដេចនឹងគ្រាន់តែស្ដេចជានាមប៉ុណ្ណោះអំណាចទាំងអស់គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គាត់ឈីងរបស់យើងគឺគាត់ខឹងខ្លាំងមែនតើគឺគាត់បានជេរបាយហ៊ុនស៊ីគាត់ថាឲ្យបាយហ៊ុនស៊ីហ៊ានចាត់ទុកស្ដេចគឺជាសត្វចិញ្ចឹមរបស់គាត់ដោយរបៀបណាគឺវាអាក្រក់ខ្លាំងពេកហើយបាយហ៊ុនស៊ីគឺគាត់អត់ឈឺក្បាលវិលមកជាមួយនឹងពាក្យជេរទេគាត់តបវិញថាពេលនេះទ្រង់បានស្គាល់ធាតុពិតរបស់ខ្ញុំហើយមន្ត្រីតុលាការតែងហៅខ្ញុំថាជាជនក្បត់និងពុករលួយសាហាវដូចជាចចកហើយលោភលន់ដូចជាជីមគឺពួកគេតែងតែពណ៌នាអំពីខ្ញុំបែបនេះព្រះបុត្រាតើទ្រង់មិនដែលឮរឿងនេះទេមែនទេគាត់មិនត្រឹមតែនិយាយទេណានិយាយបដាគឺខិតទៅរកឈីងរបស់យើងបដាគឺបង្ហាញពីអំណាចដែលគៀបសង្កត់លើឈីងតែហ្មងណាគាត់បានបន្តទៀតថាតើទ្រង់គិតថាខ្ញុំជួយទ្រង់ព្រោះតែខ្ញុំគឺជាមនុស្សល្អឈីងរបស់យើងក៏បានតបវិញថាប៉ុន្តែខ្ញុំគ្រាន់តែចង់រស់នៅក្នុងជីវិតដ៏ល្អមួយតែប៉ុណ្ណោះកន្លែងហ្នឹងឈីងគាត់ចង់បញ្ជាក់ថាគឺគាត់អត់មានបំណងចង់ទៅបះបោចង់ធ្វើស្ដេចអីទេគាត់គ្រាន់តែចង់រស់នៅជីវិតសាមញ្ញឲ្យមានក្តីសុខតែប៉ុណ្ណោះបាយហ៊ុនស៊ីបានប្រាប់ឈីងថាកុំឲ្យបារម្ភដរាបណាគាត់នៅនឹងគឺឈីងនឹងមិនស្លាប់នោះទេ
ឥឡូវហ្នឹងព្រះបត្រាស្នងរាជបានដាក់មុខសញ្ញាមកឈីងអឺហើយច្បាស់ណាស់ថាព្រះបត្រាស្នងរាជនឹងមិនដោះលែងឈីងអឺងាយៗនោះទេចាប់ផ្ដើមធ្វើជាសត្វចិញ្ចឹមរបស់ខ្ញុំគឺជាជំរើសតែមួយគត់របស់ទ្រង់ដែលធ្វើឲ្យទ្រង់នៅរស់បើមិនអញ្ចឹងទេគឺទ្រង់ច្បាស់ជាស្លាប់ព្រះបត្រាទ្រង់គួរតែគិតរឿងនេះឲ្យបានល្អទៅឈីងអឺរបស់យើងគឺគាត់អាចចង់ធ្វើអញ្ចឹងទេគាត់ក៏បានចាក់ចេញទៅនៅគណៈពេលដែលគាត់ចាក់ចេញទៅបៃហ៊ុនស៊ីបានរំលឹកគាត់ថាថ្ងៃស្អែកគឺជាថ្ងៃកំណត់ហើយកុំភ្លេចឆ្នាំអាយុវែងឃ្លាកន្លែងហ្នឹងបៃហ៊ុនស៊ីរបស់យើងក៏បង្កប់អត្ថន័យនៃពេលវេលាកំណត់នៃការចរចារបស់ពួកគាត់ផងដែរឈីងអឺរបស់យើងគាត់ថាគាត់មិនត្រូវការពេលគិតអីទៀតនោះទេគឺគាត់នឹងឆ្លើយឲ្យឥឡូវហ្នឹងបន្ទាប់មកគាត់ក៏បានឲ្យបន្តងគុជទៅបៃហ៊ុនស៊ីជាភ័ស្តុតាងបញ្ជាក់អំពីការយល់ព្រមប៉ុន្តែគាត់ចង់ឲ្យបៃហ៊ុនស៊ីសន្យាគាត់រឿងមួយគឺមិនត្រូវសម្លាប់មន្ត្រីដែលស្មោះត្រង់ហើយមិនត្រូវធ្វើបាបមនុស្សដែលមិនដឹងអីបើមិនអញ្ចឹងទេទោះបីជាគាត់ប្រកល់រាជបល្ល័ង្កនឹងទៅឲ្យអ្នកដទៃក៏ដោយក៏គាត់មិនលើកលែងឲ្យបៃហ៊ុនស៊ីដែរសាច់រឿងគេមិនបង្ហាញនោះទេថាបៃហ៊ុនស៊ីឆ្លើយបែបណាគេក៏កាត់មកដល់នៅពេលដែលឈីងអឺកំពុងតែដើរឲ្យកាន់របស់ម្យ៉ាងបកទៅកាន់អតីតកាលមុននឹងបន្តិចវិញបៃហ៊ុនស៊ីបានឲ្យវត្ថុមួយនឹងទៅកាន់ឈីងអឺវាគឺជាកញ្ច្រែផ្លុំគឺដោយសារតែឈីងអឺរបស់យើងបានឲ្យបន្តងគុជទៅគាត់អញ្ចឹងគាត់ក៏ឲ្យរបស់នឹងជំនួសទៅវិញកញ្ច្រែនឹងគឺអាចជួយសង្គ្រោះឈីងអឺបាននៅពេលដែលឈីងអឺមានគ្រោះថ្នាក់ឈីងអឺផ្លុំកញ្ច្រែនឹងទៅបៃហ៊ុនស៊ីនឹងទៅជួយទ្រង់ហើយក្នុងរឿងគឺបែបហ្នឹងតែបើ fan BL មើលវិញអាហ្នឹងគេហៅថារបស់បញ្ចាំស្នេហ៍ដែលគេដូរគ្នាទៅវិញទៅមកទោះបីជាសាច់រឿងគេមិនបង្ហាញថាបៃហ៊ុនស៊ីយល់ព្រមតាមការស្នើសុំរបស់ឈីងអឺឬអត់ក៏យើងអាចស្មានដឹងដែរថាគាត់យល់ព្រមទើបឈីងអឺព្រមសហការត្រឡប់មកកាន់បច្ចុប្បន្នកាលវិញខណៈពេលដែលឈីងអឺកំពុងតែដើរសុកនោះស្រាប់តែមានមនុស្សមកចាប់គាត់ហើយអ្នកដែលចាប់គាត់នឹងគឺគ្មានអ្នកណាទេគឺជាកូនចៅរបស់ព្រះបត្រាស្នងរាជនឹងឯងព្រះបត្រាស្នងរាជនឹងគឺអាក្រក់រលេខដាក់គ្មានត្មងគឺវាចាប់ឈីងអឺរបស់យើងមកនឹងគឺចាប់ដើម្បីយកឈាមឈីងអឺរបស់យើងនឹងផលិតថ្នាំអាយុវែងហើយវាមិនមែនដៃអីយកឯណាគឺវាយកចាក់ចំបេះដូងត្មងហើយចាក់ហ្នឹងក៏មិនមែនថ្នមថ្នាក់អីដែរគឺបុកយកតែម្ដងឈីងអឺយើងគឺគ្នាឈឺចង់ងាប់ហើយសាច់រឿងកាត់មកដល់ព្រឹកថ្ងៃថ្មីបៃហ៊ុនស៊ីកំពុងស្លៀកសម្លៀកបំពាក់ដែលអ្នកបម្រើរៀបចំឲ្យពេលនោះមីងយីក៏បានមករាយការណ៍ថាព្រះបត្រាទី6គឺបានបាត់ខ្លួនហើយ